Pe na đại sát tiếng lạiประพฤติល្អដោយកាយវាចាចិត្តពេលនោះឈ្មោះថាជាអ្នកខត្តរិកល្អជាមង្គលល្អជាពេលភ្លឺស្វាងល្អជាពេលនៃអរុណរះល្អជាខណៈល្អជាយាមល្អនៅក្នុងព្រះសាសនានេះបើគិតអំពីថ្ងៃល្អញាតិញោមបើយើងគិតតាមនៃយើងតែងតែរើសពេលនេះពេលនោះឬក៏វេលានេះវេលានោះទៅតាមដូចជាគ្រូមកជាដើមផ្សេងទៅយើងក៏សម្គាល់ថាថ្ងៃនេះល្អថ្ងៃនេះឆុងថ្ងៃនេះមិនល្អជាដើមសពគ្រប់បែបប្រការទៅប៉ុន្តែនៅក្នុងព្រះពុទ្ធសាសនាដែលព្រះអង្គទ្រង់សម្ដែងថាពេលណាដែលសត្វទាំងឡាយប្រព្រឹត្តល្អដោយកាយវាចាចិត្តពេលនោះឈ្មោះថាជាអ្នកខត្តរិកល្អជាមង្គលជាពេលវេលាល្អជាដើមអញ្ចឹងនៅក្នុងសេចក្តីនេះដែលអាត្មាចង់បង្ហាញថាតើការរើសយកនៅពេលវេលាល្អថ្ងៃល្អជាដើមសម្រាប់យើងជាពុទ្ធសាសនិកជនជាដើមហ្នឹងតែយើងគួររើសពេលណានឹងទៅតាមពាក្យរបស់បុគ្គលនេះបុគ្គលនោះដែលនៅមានកិលេសថាថ្ងៃនេះល្អថ្ងៃនេះមិនល្អជាដើមផ្សេងឬក៏យើងសិក្សាតាមន័យពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធហើយយើងមានសទ្ធាបង្អោនទៅថាព្រះអង្គសម្ដែងថាពេលណាដែលសត្វទាំងឡាយប្រព្រឹត្តល្អដោយកាយវាចាចិត្តពេលនោះហើយគឺជាឱកាសពេលវេលាល្អជាអ្នកខត្តរិកល្អជាមង្គលល្អជាពេលភ្លឺស្វាងល្អជាដើមសពគ្រប់បែបប្រការនឹងទៅដូច្នេះនៅក្នុងសេចក្តីល្អទាំង10ប្រការញាតិញោមបានដឹងទេថាតើសេចក្តីល្អទាំង10ប្រការដែលការប្រព្រឹត្តទៅដោយកាយក្តីដោយវាចាក្តីដោយចិត្តក្តីដើម្បីប្រព្រឹត្តទៅជាមង្គលជាសិរីសួស្តីសម្រាប់យើងគ្រប់គ្នាអញ្ចឹងកុសលកម្មបត្តិ10យើងដឹងហើយថាគឺការប្រព្រឹត្តធ្វើដោយកាយកម្មមាន3ប្រការការប្រព្រឹត្តធ្វើដោយវិច័យកម្មមាន4ប្រការនិងការប្រព្រឹត្តធ្វើដោយទៅតាមផ្លូវចិត្តគេហៅថាមនោកម្មនឹងមាន3កាយកម្មគឺបានដល់ការមិនសម្លាប់សត្វការមិនកាន់យកទ្រព្យរបស់អ្នកដទៃនិងការមិនប្រព្រឹត្តខុសក្នុងកាមពេលណាដែលយើងបានប្រព្រឹត្តល្អដោយផ្នែកខាងកាយកម្មសិរីសួស្តីឬក៏ពេលនោះគឺជាពេលវេលាសម្រាប់យើងផ្ទុយទៅវិញប្រសិនបើយើងថាយើងចង់បានសិរីសួស្តីចង់បានមង្គលហើយយើងទៅប្រព្រឹត្តអំពើអាក្រក់ហើយយើងរករបស់នេះរករបស់នោះមកការពារថែមទាំងខ្លួនយើងនេះមិនបានប្រព្រឹត្តទៅឲ្យមាននៅកុសលធម៌ជាទីចម្រើនទេព្រោះដូច្នេះមង្គលក្តីសិរីសួស្តីក្តីគឺថាមិនកើតដល់បុគ្គលនោះទេចំណែកខាងផ្នែកវិច័យកម្មវិញគឺបានដល់ការមិនពោលពាក្យកុហកការមិនពោលពាក្យញុះញង់ការមិនពោលពាក្យត្រគោះបោះបោកនិងការមិនពោលពាក្យរើសរាយឥតប្រយោជន៍ជាដើមអញ្ចឹងកាលណាបើយើងប្រព្រឹត្តធ្វើនៅកុសលកម្មផ្នែកខាងវិច័យកម្មនេះដោយចំណែកល្អសិរីសួស្តីឬក៏ពេលវេលានោះហើយគឺជាពេលវេលាសម្រាប់យើងដែលហៅពេលវេលាល្អនិងមួយទៀតផ្នែកខាងមនោកម្មមិនមានការសម្លឹងរំពៃមិនមានគំនិតគុំគួនចងអាឃាតជាបាតនិងមិនមានការយល់ខុសជាដើមដូច្នេះកាលណាបើសត្វលោកបានប្រព្រឹត្តអំពើល្អទាំង10ប្រការគេហៅថាផ្នែកខាងកាយកម្មផ្លូវកាយមាន3ផ្នែកខាងវាចាមាន4និងផ្នែកខាងមនោកម្មមាន3នេះឲ្យតែប្រព្រឹត្តល្អទៅគេហៅថាមនុស្សគ្រប់10យើងតែងចំណាំតែងតែលើពាក្យថាកូនគេល្អកូនគេគ្រប់10ហ្នឹងហើយគ្រប់10នៅក្នុងទីនេះបានន័យថាសេចក្តីល្អដែលជាការប្រព្រឹត្តទៅនេះមើលទៅហាក់ដូចជាថាល្អប្រសើរទោះបីជាថាមិនបានគ្រប់10ទៅទាំងក្នុងការរាប់ដោយអាត្មារាប់មិញក៏ដោយប៉ុន្តែក៏ជាចំណែកនៃសេចក្តីល្អដោយចំណែកច្រើនថាមានរយៈឬក៏ការប្រព្រឹត្តធ្វើរបស់បុគ្គលនោះមានសេចក្តីចម្រើនធ្វើឲ្យបុគ្គលដទៃពេលដែលគេបានឃើញហើយគេរីករាយជាមួយនឹងការប្រព្រឹត្តធ្វើអំពើរបស់បុគ្គលនោះអញ្ចឹងពេលណាដែលថាសត្វទាំងឡាយបានប្រព្រឹត្តល្អដោយកាយដោយវាចាដោយចិត្តហើយសិរីសួស្តីរមែងប្រកបដល់បុគ្គលនោះយើងកុំគិតថាពេលនេះបានល្អពេលនោះបានល្អដល់មែនតែនទៅពេលខ្លះទៅជាបន្ទោសខែបន្ទោសឆ្នាំទៅទៀតអានេះបើតាមន័យផ្សេងមិនដឹងទេប៉ុន្តែបើតាមន័យពុទ្ធដីកាដែលព្រះអង្គទ្រង់សម្ដែងណាបងគឺថាមានតែការប្រព្រឹត្តធ្វើអំពើល្អនឹងហើយបានទៅជាសិរីសួស្តីបានទៅជាអ្នកខត្តរិកដ៏ល្អប្រសើរអញ្ចឹងតែយើងគួរជឿទៅលើពាក្យរបស់បុគ្គលអ្នកនៅមានកិលេសឬក៏ពាក្យបុគ្គលអ្នកអស់កិលេសបុគ្គលអ្នកនៅមានកិលេសបានន័យថាបុគ្គលដែលប្រព្រឹត្តទៅធម្មតាគ្រាន់តែគាត់បានសិក្សាបានរៀនសូត្រអីល្មមសំគួរអីចឹងទៅក៏តាំងខ្លួនជានេះនេះនោះប៉ុន្តែពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់ត្រាស់ដឹងឡើងព្រះអង្គឃើញសិរីសួស្តីរបស់សត្វលោកវាមិនមែនស្ថិតនៅលើពេលវេលានៅលើថ្ងៃទេប៉ុន្តែជាការប្រព្រឹត្តទៅដោយការប្រព្រឹត្តល្អដោយកាយដោយវាចាចិត្តអានឹងបានទៅជាសិរីសួស្តីមង្គលរបស់សត្វទាំងឡាយសូមអនុមោទនា